តូពីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាលពីអ្នកហើយអូនគ្រោះថ្នាក់តាជើងនេះតាជើងឯងប៉ះតាជើងឯងប៉ះទ្រូងវាយទេប៉ះទ្រូងអីទេក្នុងខ្លួនមិនដែរយ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង 11:00 នាទីថ្ងៃទី 15 ខែមករាឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវជាលេខ 5 ស្ថិតក្នុងភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងប្រពន្ធនៅកន្លែងកើតហេតុបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូ Honda Dream ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 1AG 5213 បើកបរដោយយុវសិស្សម្នាក់បញ្ច្រាស់ទិដៅពីលើទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំឆ្លងផ្លូវចំណែកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក Honda Dream ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1AX 8503 បើកបរដោយប្រុសម្នាក់ទិដៅពីកាតាលិចក៏បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលពីរនាក់តែម្ដងក្រោយពេលកើតហេតុក្រុមគ្រូពេទ្យរួមនឹងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យចំណែកមធ្យោបាយទាំងពីរត្រូវបានវវែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ដោះអាយទៅអត់មានខ្យល់ចេញចូលម៉ូតូគាត់មកស្របគ្នាមែនគាត់ប្រច្រាស់គ្នាអូនឯងដឹងហេតុការណ៍ទេខាងណាឆ្លងខាងណាអូនឯងឆ្លងពីណាទៅអូឆ្លងពីនេះបត់ស្ដាំហើយបងប្រុសគាត់មកពីខាងនោះអូខេបាទនេះបងប្អូនឥឡូវបងសមត្ថកិច្ចចរាចរណ៍ផ្លូវគោគាត់មកដល់ហើយគាត់កំពុងធ្វើការវាស់វែង